នៅក្នុងលោកនេះនិយមន័យនៃពាក្យថាជោគជ័យរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នាឡើយភាពជោគជ័យវាមិនមែនជារង្វាន់ដែលអ្នកដទៃផ្ដល់ឲ្យយើងនោះទេប៉ុន្តែវាគឺជាអារម្មណ៍ដែលយើងផ្ដល់ឲ្យខ្លួនឯងកុំយកបន្ទាត់ជោគជ័យរបស់អ្នកដទៃមកធ្វើជាត្រីវិស័យវាស់វែងតម្លៃជីវិតរបស់ខ្លួនឯងអ្នកខ្លះមានអ្វីគ្រប់យ៉ាងក្នុងដៃហើយតែនៅតែមានអារម្មណ៍ថាខ្លួនឯងមិនទាន់ជោគជ័យគេនៅតែបន្តរត់តាមចំណង់រហូតដល់ដង្ហើមចុងក្រោយព្រោះតែពាក្យថាមិនទាន់គ្រប់គ្រាន់អ្នកខ្លះទៀតទាល់តែមានលុយរាប់សិបលានដុល្លារមានក្រុមហ៊ុនធំនិងមានកិត្តិយសគេឈ្មោះល្បីល្បាញខ្ចរខ្ចាយទើបគេហៅខ្លួនគេថាជោគជ័យប៉ុន្តែសម្រាប់អ្នកខ្លះទៀតសូមត្រឹមតែមានអាហារ3ពេលសម្រាប់គ្រួសារមានស្នាមញញឹមនៅលើតុបាយនិងមានសេចក្តីសុខនៅក្នុងផ្លូវចិត្តដែលគ្មានការប្រកួតប្រជែងក៏គេចាត់ទុកថាជីវិតជោគជ័យបំផុតទៅហើយឃើញទេភាពជោគជ័យគ្មាននរណាម្នាក់មានសិទ្ធិកំណត់ឲ្យយើងបានឡើយក្រៅតែពីខ្លួនយើងសំខាន់ត្រង់ថាតើភាពលោភលន់និងការស្គាល់ពាក្យថាគ្រប់គ្រាន់របស់យើងវាស្ថិតនៅត្រង់ចំណុចណាបើយើងមិនទាន់ស្គាល់ពាក្យថាស្កប់ស្កល់ទោះបីជាយើងមានពិភពលោកទាំងមូលនៅក្នុងដៃក៏ដោយក៏យើងនៅតែមានអារម្មណ៍ថាខ្វះខាតដដែល